បាទសួស្តីទាំងអស់គ្នាអញ្ចឹងយើងចូលទៅចំណុចបន្ទាប់ទៀតបាទអញ្ចឹងរបៀបប្រើប្រាស់ watermark បាទអញ្ចឹងយើងតពីបាទរបៀបប្រើប្រាស់ watermark ហ្នឹងហើយបាទ watermark របស់យើងពីមុនដែលយើងបានកំណត់ហ្នឹងគឺខ្ញុំដាក់ជាឈ្មោះអញ្ចឹងបាទហើយអញ្ចឹងក៏យើងអាចកំណត់នៅកន្លែង custom watermark ហ្នឹងបាទយើងអាចបាទកន្លែងនេះបើសិនជាយើងចង់កំណត់ជាប្តីយើងអាចយក horizontal ចុចអូខេមកបាទអញ្ចឹង watermark របស់យើងនេះគឺវាចេញជាផ្ដេកបែបនេះណាវាអត់ចេញជាបញ្ឆិតដូចលើកមុនទេបាទបាទអញ្ចឹងយើងអាច remove បាទយើងអាចលុប watermark ចោលដោយយើងចុចលើ remove watermark អញ្ចឹងយើងនឹងឃើញថានៅលើស្លាកការងាររបស់យើងគឺអត់មាន watermark នៅផ្ទៃខាងក្រោយអត្ថបទរបស់យើងទេបាទឬក៏ទាំងអស់គ្នាអាចបាទចុច custom watermark នឹងដដែលដើម្បីកំណត់វាជារូបភាពណាអញ្ចឹងយើងចុចទៅលើ picture watermark ហើយ select picture ដើម្បីជ្រើសរើសរូបភាពហើយយើងចូលទៅក្នុង computer របស់យើងមកបាទចូលទៅទីតាំងដែលទុករូបភាពបន្តទៀតយើង select លើរូបភាពណាមួយហើយយើងចុច insert ចុច OK បាទហើយកន្លែង wash out នេះទាំងអស់គ្នាគ្រីសវាមកបាទហើយយើងចុច OK មកទាំងអស់គ្នានឹងឃើញផ្ទៃខាងក្រោយនៃអត្ថបទរបស់យើងនឹងមាន watermark ជារូបភាពបែបនេះបាទអញ្ចឹង watermark នេះនៅពេលដែលទាំងអស់គ្នាកំណត់គឺវានឹងបង្ហាញនៅគ្រប់ទំព័រទាំងអស់បាទអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងបាទសូម